ជាទូទៅមនុស្ស6ប្រភេទនេះគឺលួយកាក់ចូលចិត្តគាត់ណាស់តោះមកមើលតើអ្នកឈរបានប្រមាណចំណុចហើយ1មនុស្សដែលស្រឡាញ់ពេលវេលាខ្ជះខ្ជាយពេលវេលាគឺស្មើនឹងខ្ជះខ្ជាយទ្រព្យសម្បត្តិនិយាយសម្រាប់អ្នកធ្វើមុខជំនួញពេលវេលាគឺជាមាសប្រាក់ពាក្យមួយឃ្លានេះគ្មានខុសអ្វីបន្តិចឡើយរកលុយគឺពឹងផ្អែកទៅលើពេលវេលាចេះប្រើពេលវេលាចូលដេកពីប្រលប់ក្រោកពីព្រលឹមរាល់ថ្ងៃបើរាល់ថ្ងៃខ្ជិលស្រអុកដេកចំតិតគូតគឺរកមិនបានទ្រព្យសម្បត្តិទេជីវិតមនុស្សគឺមានដែនកំណត់ជាពិសេសគឺនៅពេលនៅមានកម្លាំងកាយនិងកម្លាំងប្រាជ្ញាគ្រប់គ្រាន់នេះក៏ជាពេលវេលាដែលខ្លួនឯងអាចបង្កើតទ្រព្យសម្បត្តិបានយ៉ាងល្អបំផុត2មនុស្សដែលចេះផ្ដល់ឲ្យនៅពេលសហការគ្នាត្រូវផ្ដល់អត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមកកុំធ្វើបាបស៊ីលើគ្នាឲ្យអ្នកដទៃបានចំណេញលុយទើបអ្នកអាចចំណេញលុយបានកាន់តែច្រើនអ្នកត្រូវដឹងថាដើមទ្រូងធំប៉ុណ្ណាកាបូបលុយក៏ធំប៉ុណ្ណោះដែរត្រូវមានចិត្តស្មោះត្រង់ជីវិតមនុស្សក្នុងលោកលះបង់តិចទទួលផលតិចលះបង់ធំទទួលផលធំមិនលះបង់មិនទទួលផល3មនុស្សដែលពូកែចាប់យកឱកាសភាពជោគជ័យមិនមែនបានមកដោយសារមានលុយមុននោះទេប៉ុន្តែគឺដោយសារមានថ្លើមមុនចង់ធ្វើបានកិច្ចការធំរកលុយបានច្រើនគឺកុំគិតថាស្ថិរភាពនៃភាពជោគជ័យបានមកដោយងាយៗឡើយពីព្រោះទោះបីជាសម្រេចកិច្ចការធំឬក៏រកលុយបានច្រើនក៏ដោយវាសុទ្ធតែពោពេញទៅដោយហានិភ័យទាំងអស់គ្មានភាពក្លាហានក្នុងការប្រថុយប្រឋានកុំសង្ឃឹមថាអាចសម្រេចបានជោគជ័យអសោះដូច្នេះក្នុងជីវិតរស់នៅធម្មតាសូមសង្កេតមើលឲ្យបានច្រើនធ្វើឲ្យច្រើននៅរឿងជំនាញខ្លួនរកឲ្យឃើញខ្លួនឯងនិងបង្កើតឱកាសដែលមានអត្ថប្រយោជន៍4មនុស្សចេះជួយនិងជ្រោមជ្រែងអ្នកដទៃផ្ដល់ឲ្យដោយចិត្តសប្បុរសនិងជួយអ្នកដទៃដោយរីករាយកុំខ្វល់ខ្វាយខ្លាំងពេកចំពោះការតបស្នងបច្ចុប្បន្នខ្ញុំធ្វើបន់របស់ខ្ញុំអ្នកតបស្នងខ្ញុំយ៉ាងណាជារឿងរបស់អ្នកខ្ញុំមិនត្រូវការការតបស្នងរបស់អ្នកឡើយយ៉ាងណាមិញមានមិត្តច្រើនគឺមានផ្លូវជាច្រើនពីព្រោះការផ្ដល់ឲ្យរបស់ខ្ញុំសុទ្ធតែអាចតបស្នងមកលើខ្លួនខ្ញុំវិញនៅវិធីមួយផ្សេងទៀតគឺគ្រាន់តែដោយសារពេលវេលាតែប៉ុណ្ណោះ5គឺមនុស្សមានបេះដូងធំចិត្តទូលាយអាចជូនពរអ្នកដទៃនេះជារឿងសំខាន់ណាស់កុំទៅច្រណែនអ្នកដទៃដាច់ខាតកុំមើលមិនឃើញអ្នកដទៃល្អបើសិនជាមើលមិនឃើញអ្នកដទៃល្អទេនោះគឺមិនអនុញ្ញាតឲ្យខ្លួនឯងល្អផងដែរអ្នកអាចមិនជូនពរអ្នកដទៃប៉ុន្តែដាច់ខាតកុំដាក់បណ្ដាសាគេបើមិនជួយជោគជួយចែវកុំយកជើងរាទឹកអ្នកមើលមិនឃើញអ្នកដទៃល្អប្រហែលជាគេមិនអាក្រក់ទេប៉ុន្តែអ្នកខ្លួនឯងពិតជាមិនល្អចូលរួមរស់ជាមួយអ្នកដទៃមានគំនិតល្អក្នុងចិត្តទោះបីជាពរជ័យមិនទាន់មកដល់ក៏គ្រោះមហន្តរាយនៅឆ្ងាយដែរ6ជាមនុស្សតស៊ូនឹងអត់ធ្មត់តាមពិតរកលុយគឺមិនសាញ់ញ៉ាំទេប្រើសន្តិភាពផ្លូវចិត្តទៅប្រឈមមុខឲ្យតែការជ្រើសរើសទិសដៅមិនខុសនោះគឺត្រូវតស៊ូពុះពៀសម្រេចឲ្យតតែបានសុខចិត្តធ្វើរឿងមួយ10ឆ្នាំក៏មិនសុខចិត្តធ្វើរឿង11ឆ្នាំដែរដូចអ្វីដែលគេហៅថា3ឆ្នាំចូលក្នុងអាជីវកម្ម5ឆ្នាំស្គាល់អាជីវកម្ម10ឆ្នាំខ្លាយជាស្ដេចបើអាចទ្រាំបាននឹងលេចធ្លោបើមិនអាចទ្រាំទ្របានទេនឹងដួលរលំ